សួស្តីអ្នករាល់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីងាយៗនៅលើទូរស័ព្ទដៃរបស់យើងគ្រាន់តែយើងចុចគោះនៅលើទូរស័ព្ទ2ដងវារលត់ឥឡូវនេះខ្ញុំសាកគោះសាកមើលតែវាអត់ទាន់រលត់ទេដោយសារខ្ញុំមិនទាន់បានកំណត់ចង់ដឹងថាគេធ្វើដូចម្ដេចកុំភ្លេចតាមដានវីដេអូនេះដូចតទៅនេះដើម្បីធ្វើជាដំបូងយើងត្រូវចុចចូលមកក្នុង setting សិនមកដែលមាននិមិត្តសញ្ញារូបកងចក្រហ្នឹងគេដាក់ថា setting យើងចុចលើវាមកបន្ទាប់មកយើងក្រឡេកមើលខាងក្រោមនេះគេដាក់ថា size term យើងចុចលើពាក្យថា size term នឹងមកចុចលើវាបន្ទាប់មកដល់ត្រង់ចំណុចនេះយើងមើលពាក្យ action and gesture យើងចុចលើពាក្យនឹងមកដើម្បីចូលទៅកាន់ចំណុចបន្តទៀតមកដល់ត្រង់ចំណុចនេះយើងមើលពាក្យគេដាក់ថា tapping waves យើងចុចកន្លែងពាក្យ tapping wave នឹងមកដើម្បីចូលឥឡូវវានៅ off នៅឡើយទេនៅពេលដែលយើងចូលមកដល់ចំណុចនេះគឺយើងមើលកន្លែងសញ្ញាខាងលើនេះវាមានពណ៌ប្រផេះយើងបើកវាឲ្យទៅជាពណ៌ខៀវបែបនេះបន្ទាប់មកយើងថយចេញហើយយើងសាកទេសសាកមើលថាតើវាភ្លឺឬអត់ឬក៏រលត់ឬអត់ឥឡូវឃើញថាខ្ញុំគោះទៅវារលត់ឥឡូវខ្ញុំគោះម្ដងទៀតគឺវាភ្លឺអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការណែនាំសម្រាប់បងប្អូនណាដែលមិនទាន់ចេះអាចធ្វើតាមវិធីខ្ញុំបានបញ្ជាក់ផងដែរគឺយើងកំណត់បានទៅតាម model ទូរស័ព្ទតែប៉ុណ្ណោះ model ទូរស័ព្ទខ្លះគឺអត់អាចកំណត់បានទេ model ទូរស័ព្ទខ្លះគឺអាចកំណត់បានអញ្ចឹងអាស្រ័យទៅលើ model ទូរស័ព្ទយើងផងដែរ